ពុកខ្លារឿងអីដែលកូនឆ្មាកូនប្រុសរបស់លោកអុកញ៉ាខេមរៈស្រីមុនស្នេហ៍ដែលជាកូនប្រុសច្បងបានឈ្នះមេដាយមាសបន្តទៅប្រកួតនៅក្រៅប្រទេសនេះគឺជាមោទនភាពមួយមហាជននិងអ្នកគាំទ្រនៅក្នុងវិស័យសិល្បៈនិងឯកជនរបស់លោកអុកញ៉ាខេមរៈស្រីច្បាស់ជាបានធ្លាប់នឹងបានសរសើរមកហើយពីតារាចម្រៀងប្រចាំនៅផលិតកម្ម Galaxy នវត្រារូបនេះមិនត្រឹមតែជោគជ័យនៅក្នុងជីវិតការងារប៉ុណ្ណោះទេពលគឺជីវិតគ្រួសារក៏ទទួលបាននូវសុភមង្គលខ្លាំងខាន់មានភរិយាជានារីដ៏ល្អនិងកូនសុទ្ធតែដើរតាមគន្លងធម៌ជាក់ស្ដែងកាលពីថ្ងៃទី29ខែមេសាឆ្នាំ2025កន្លងទៅនេះលោកញ៉ាខេមរៈស្រីបានបង្ហាញអារម្មណ៍រំភើបក្នុងនាមជាឪពុកដែលបានឃើញកូនប្រុសច្បងគឺធុនខេមរៈស្រីខេមរៈមុនស្នេហ៍បានឈ្នះមេដាយមាសនិងបានបន្តការប្រកួតនៅក្រៅប្រទេសថែមទៀតផងលោកញ៉ាខេមរៈស្រីបានរៀបរាប់ថាលោកប៉ាមានមោទនភាពចំពោះកូនប្រុសមុនស្នេហ៍យ៉ាងខ្លាំងណាស់កូនតែងតែធ្វើបានឈ្នះមេដាយមាសក្នុងចំណោម Top 10ហើយក៏បានជាប់ឈ្មោះទៅប្រឡងនៅក្រៅប្រទេសបន្តទៀតផងដែរនិងសូមកោតសរសើរចំពោះក្មួយៗដទៃទៀតដែលបានចូលរួមការប្រកួតនេះដែលសុទ្ធតែពូកែនិងឆ្លាតវាងវៃខ្លាំងណាស់នេះជាការលើកឡើងពីលោកអុកញ៉ាខេមរៈស្រីបាទអញ្ចឹងវាជារឿងរ៉ាវមួយល្អមែនតើមិនថាតែកូនគេកូនយើងទេនៅពេលដែលកូនដែលចេញពីសាច់ខិតខំប្រឹងរៀនបានលេខ1ហើយជាពិសេសគឺដើរតាមគន្លងធម៌ទៀតសួរថាអ្នកណាមិនពេញចិត្តអញ្ចឹងយើងងាកត្រឡប់ទៅមើលនៅលើបណ្ដាញសង្គមយើងមួយទៀតដែលរឿងរ៉ាវកំពុងតែល្បីខ្លាំងពាក់ព័ន្ធទៅនឹងតារាកំប្លែងខ្ញុំបាទនេះខ្ញុំគឺមួយរយៈនេះគឺបាទអារឿងបំណុលហ្នឹងគឺមិនតាន់ចប់ទេរឿងបំណុលជាង4ឆ្នាំទៅហើយនៅតែបន្តអូសបន្លាស់ខាន់ម៉ាដូណាបានបង្ហោះសារឌៀមដាមជេរផងថាឲ្យផងក៏ខ្ញុំមិនបាទហ៊ានប្រកែកឬក៏ចេញវីដេអូទៅតបតឲ្យដែរបានត្រឹមតែប្រឹងត្រដាប់ត្រដួសខំរស់ទាំងអាម៉ាស់ខាន់ពេលនេះហត់នឿយខ្លាំងហើយក៏បាទលេងចង់ទៅមុខបន្តទៀតដែរក៏ប៉ុន្តែមកទល់នៅពេលនេះខ្ញុំក៏មានកូននៅក្នុងផ្ទៃពោះផងដែរចំពោះរឿងរ៉ាវបំណុលរបស់តារាកំប្លែងស្រីខ្ញុំកាលពីពេលកន្លងទៅនេះដែលអ្នកនាងបានលះបងបាទហើយលះបងឲ្យគេខ្ចីសុខចិត្តខ្លួនឯងទៅចំពាក់បំណុលគេវ៉ាន់កមកដល់នៅពេលនេះមិនទាន់មានការដោះស្រាយគ្នានៅឡើយនោះទេនៅក្នុងរឿងចំពាក់បំណុលគេអ្នកនាងខ្ញុំតែងតែផ្ទុះរឿងនៅបាទផ្ទុះមកជជែកនៅលើបណ្ដាញសង្គមជាញឹកញាប់ខាន់លោកម៉ាដូណាដែលជាម្ចាស់បំណុលតែងតែបង្ហោះសារទីលុយនាងព្រោះតែនាងមិនទាន់បានសងគេនៅឡើយនោះទេជាស្ដែងថ្មីនេះលោកម៉ាដូណាក៏បានចេញមុខមកទម្លាយរឿងបាទម្ចាស់បំណុលថ្មីរបស់ខ្លួនរហូតដល់ថ្នាក់អ្នកនាងខ្ញុំបានបង្ហោះសារថាសូមអរគុណនិងសូមទោសទៅដល់ម្ចាស់បំណុលគ្រប់គ្នាដែលខ្ញុំមិនទាន់មានលទ្ធភាពតាមកំហឹងដែលបងប្អូនខឹងចង់ជេរចង់ឌីលផុសថាមិនក៏បានតាមកំហឹងដែលបងប្អូនខឹងហើយក៏សូមអរគុណទៅដល់បងប្អូនអ្នកខមមិនទាំងអស់ដោយអ្នកខ្លះមិនដឹងរឿងទេក៏ប៉ុន្តែគឺចូលមកជាប្រមាថអ្នកនាងខ្ញុំហ្នឹងគឺមិនសំចៃមកតែម្ដងនេះខ្ញុំបានបន្តនៅក្នុងខមមិនទៅថារយៈពេល4ឆ្នាំហើយដែលខ្ញុំត្រូវរងនៅសម្ពាធផ្លូវចិត្តប្រឹងត្រដាបត្រដួសខំរស់ទាំងអាម៉ាស់ដែលទោះក្នុងកលៈទេសៈណាក៏ខ្ញុំមិនដែលគិតថាចង់ចាក់ចេញពីពិភពលោកនេះនោះទេព្រោះតែទំនួលខុសត្រូវចំពោះមនុស្សដែលខ្ញុំបានបង្កើតមកនិងបំណុលដែលខ្ញុំបានសាងឡើងតែហេតុអ្វីថ្ងៃនេះខ្ញុំមានអារម្មណ៍ថាហត់លែងចង់ទៅមុខចង់បន្តលែងចង់បន្តឬក៏ខ្ញុំត្រូវអស់បនត្រឹមនឹងតើកូនរបស់ខ្ញុំនៅក្នុងផ្ទៃរបស់ខ្ញុំគ្នានឹងទៅជាយ៉ាងណាបាទនេះជាការលើកឡើងពីអ្នកនាងខ្ញុំដែលគាត់បាក់ទឹកចិត្តខ្លាំងមែនតើបាទការបាក់ទឹកចិត្តនេះបងប្អូនគ្នាយើងអត់ចង់ឃើញរឿងរ៉ាវបែបហ្នឹងកើតឡើងទេហើយវាពាក់ព័ន្ធទៅនឹងផ្លូវចិត្តនៅពេលដែលមនុស្សយើងជាពាក់គេខ្លាំងពេកណាបាទដល់អ្នកម្ចាស់បំណុលផុសសារឌៀមដាមជេរប្រមាថបាទថ្មេះឌីលបាទវាពិតជាឈឺចាប់បាទឈឺពើតផ្សារខ្លាំងមែនតើហើយយើងមិនដឹងយើងដឹងថាអ្នកនាងខ្ញុំការចំពាក់លុយម៉ាដូណានេះគឺដោយសារតែរឿងរ៉ាវលេងតុងទីននឹងឯងហើយការលេងតុងទីននេះផ្ដាំតកូនចៅកុំលេងឲ្យសោះបងប្អូនគ្នាតែបងប្អូនហ៊ានលេងបងប្អូននឹងហ៊ានជាប់ចំពាក់បំណុលគេនឹងគឺរាប់ម៉ឺនដុល្លារតែម្ដងហើយមិនតិចទេបងប្អូនគ្នាអ្នកដែរឥឡូវនេះមកទល់នៅពេលនេះរឿងរ៉ាវថ្មីយើងដឹងហើយថារឿងរ៉ាវនៃការចំពាក់បំណុលគេនេះបាទថ្មីនេះក៏មានហើយបាទសាក់មួយឲ្យលុយគេខ្ចីដេញតុងទីនដល់ថ្ងៃដេញទៅប្រមូលលុយបែរជាមេប្រាប់ថាអត់មានលុយហើយគម្រាមទៀតបើសិនជាហ៊ានប្តឹងបាទគេឲ្យប្តឹងដល់ណាប្តឹងទៅបាទព្រោះអីឪពុកម្ដាយគេគឺគេធ្វើការនៅក្នុងហ្នឹងហើយបាទនិយាយតែប៉ុណ្ណេះមកនោះគឺចប់មិនអាចប្រកែកបានណា
បាទអានេះមិនមែនគម្រាមធម្មតាគឺគម្រាមសាហាវមែនតើឲ្យលុយគេខ្ចីលេងតង់ទីនចុងក្រោយដល់ពេលថ្ងៃទាបែរជាគេហ្នឹងគឺចង់ប្តឹងយើងទៅវិញ